จุดพวกขยมบานใหญ่ปีบังเกียขยมมันยามเวรอทั้งไงที่ได้สาดักขยมมีสมรรถภาพติงเวรอทั้งไงให้ทั้งไงนี้ขยมเจ้าลอยมันติ๊กดำไปทัวร์การติงบังเกียมอกบางหางจุ่มบอลตะเคียปีวิธีในกาทัวร์บังเกียตีบางคนนะบ่าสำล้อบางกีตีจังบางคนเคยไงบ่าจุ่มมือบังเกียบ่าเยอะมากระหอมจะอันชายกระโดดเชียบ่าสำล้อตีบ่าเยอะก็ช่วยจุ่มมือบังเกียนั่นคือเมื่อเตปเชียตุ่มน้องโคจรตัวเตียงคลาเมนแตนจุ่มเรียบสู้กระโดดเชียสู้ใจบอลตะเคียสปากุมกันชาแนลเพกเซียมวันมิชชั่นในครั้งวิดีโอนี้พองได้ชมสมหายบอลตะเคียปีวิธีทัวร์บังเกียตีจังก็ไม่รงจำอยู่ยืมมาปีวิธีในการทัวร์กระโดดเชียกระดึงซ้อมระบบังเกียตีบ่าเยอะนี้แต่งออกเนี่ยให้เชียดับบอลไล่ก็ยังมีบังเกียให้บังเกียที่จะทัวร์การเจ้าลอยมันตีดับไปทัวร์การตีบังเกียมาบ่าตามสมาชิกกูซาตามจะโนเจนบอกนะมันตอนมายังเรียนสมอาดแต่บานสะอาดให้ยังบอกแบบนี้วะนะบาดเคยขนมวิดีโอจังนะยังบอกสมบอกไปหายเตอร์ดำใบเงี้ยสู่นงกาเป็นยังทัวร์เกตีรีร้อยยังยำโยแต่มันต้องมันปลุกบอกประหลาดใดเตะยังบอกเอาแต่หายเป็นแบบชายแบบนี้เตอร์บาคือบอกแบบนั้นเดี๋ยวเราต้องมาหายังคืองี้เหมือนแต่เว้ยยังบอกหายังโยกับบัดบากงบัดบ่ยังเวียปีขนมเวียนจังมาดำใบโยกับอาจเวียนจังบอกนะบาเชียร์ไซร์อยากมานึกบายังโยกับครัวมาเวียนจังมั้งบ่าคืองี้เหมือนแต่เปยังบ่ยอครัวจังยังหายบ่าคือสะอาดรอเหมือนแต่มาดองวิธีบ่บังเกียงโดยเฉพาะบังเกียงนี่คืองี้เหมือนแต่บ่ซันจะบ่ปอเมียนสมาชิกที่เป็นเนี้ยบ่าช่วยគ្នាទៅដើម្បីឆាប់ហើយចឹងណាបើសិនជាច្រើនណាចឹងបន្តពីយ៉ាងបោកបង្គាហើយបើសិនជាបងប្អូនបាទយកទៅសម្អាតទឹកថ្នមណាបើសិនជាយើងចង់បោកហើយចង់សម្អាតទឹកបន្ថែមទៀតទៅលើបង្គារបស់យើងណាយើងសម្អាតវាថ្នមពេលយើងបោកឲ្យហើយវាអាចនឹងងាយបែកសាច់ចឹងបងណាបាទអញ្ចឹងបង្គាដែលយើងបោកហើយគឺមានសន្តានបែបនេះបងណាឃើញថាសំបីតែឆៅបែបនេះក៏មើលទៅទំនងក៏ចង់ទៅtiêu tiềnខ្លាំងមែនតើបង្គានេះបើយើងយកមកធ្វើជាលក្ខណៈបង្គាទឹកភ្នែកក៏ទំនងនេះបាទត្រាំសូដាត្រាំតកកមកញ៉ាំលក្ខណៈជាមួយទឹកត្រីកោះកងគឺទំនងចិត្តមែនតើតែម្ដងតែពេលនេះយើងយកបង្គារបស់យើងមកធ្វើជាបង្គាខ្ទិះទេអញ្ចឹងគ្រឿងផ្សំបន្ទាប់នេះយើងមានជាមួយនឹងកាពិបងប្អូនណាបាទកាពិដាក់ច្រើនតិចទៅតាមចំណូលចិត្តបងប្អូនយើងមានជាមួយនឹងខ្ទិះដូងខ្ទិះដូងនេះខ្ទិះដូងដើមមកបាទច្រើនតិចទៅតាមចំណូលចិត្តបងប្អូនបាទចូលចិត្តខ្ទិះដូងមកដាក់តិចទៅចឹងណាណែបងប្អូនបន្តមកយើងមានជាមួយនឹងម្ទេសម៉ត់បាទក្រហមក៏ដូចជាគ្រឿងផ្សំគ្រឿងទេសរបស់យើងបុកបញ្ចូលគ្នាមានខូលខេម្ទេសល្មៀតក្រូចសើចខ្ទឹមសខ្ទឹមក្រហមបាទម្ទេសចឹងទៅហើយយើងមានក្រូចសើចក្រៅក៏ដូចជាម្ទេសខាងក្រៅហ្នឹងអញ្ចឹងគ្រឿងផ្សំបង្គាខ្ទិះរបស់យើងគឺមានប៉ុណ្្នឹងឯងបាទគឺងាយមែនតើអញ្ចឹងគ្រឿងផ្សំបង្គាខ្ទិះរបស់យើងបានរៀបចំរួចរាល់អស់ហើយយើងចាប់តាមធ្វើការចម្អិនបង្គាខ្ទិះរបស់យើងនេះទាំងអស់គ្នាចាប់ដាក់ឆ្នាំងក៏បានខ្ទះក៏បានចាក់ជាមួយនឹងខ្ទិះដូងរបស់យើងចូលមកហើយធ្វើការកូររំងាស់ខ្ទិះដូងរបស់យើងហ្នឹងឲ្យឡើងក្រៀមក៏ដូចជាឡើងខ្ទិះរបស់វាណាបងណាបាទអញ្ចឹងកូរបន្តិចទៅឃើញថាឆ្នាំងរបស់យើងក្តៅដែរតទៅកូរបន្តិចហើយចាំតាមដាក់ជាមួយនឹងបាទម្ទេសម៉ត់របស់យើងចូលមកតើដាក់ម្ទេសម៉ត់ហើយធ្វើការកូរម្ទេសម៉ត់ជាមួយនឹងខ្ទិះដូងរបស់យើងហ្នឹងឲ្យបានសព្វចូលគ្នាល្អមកបងប្អូនណាបាទខ្ទិះម៉ត់របស់យើងណាសំទោសខ្ទិះម៉ត់ម្ទេសម៉ត់របស់យើងជាមួយនឹងខ្ទិះដូងរបស់យើងអញ្ចឹងកូរបន្តិចទៅឃើញថាវារៀងគោកបើសិនជាគោកបងប្អូនធ្វើការបន្ថែមខ្ទិះដូងបន្ថែមទៀតបានចឹងយើងកូរត្រឡប់មកបន្តិចក្រោយមកបន្ទាប់ពីឃើញថាខ្ទិះដូងរបស់យើងជាមួយម្ទេសរបស់យើងបានឈ្ងុយក្លិនល្អហើយបាទឆ្អិនតិចហើយយើងចាប់ដាក់ជាមួយនឹងគ្រឿងទេសរបស់យើងដែលបានបុកម៉ត់ហ្នឹងដាក់ចូលមកក្នុងបាទខ្ទះរបស់យើងហ្នឹងមកបន្ទាប់មកដាក់ជាមួយនឹងកាពិរបស់យើងចូលមកក្នុងខ្ទះហ្នឹងដូចគ្នាហើយធ្វើការច្បល់គ្រឿងទេសទាំងអស់នេះបាទឲ្យបានល្បាយសព្វចូលគ្នាល្អមកអញ្ចឹងបើសិនតែឃើញថាវាគោកបាទធ្វើការច្បល់អាចធ្វើការបន្ថែមខ្ទិះដូងបន្តិចទៀតបាទដើម្បីឲ្យងាយស្រួលក្នុងការកូរត្រឡប់គ្រឿងទេសរបស់យើងនេះបាទចឹងធ្វើការកូរគ្រឿងទេសរបស់យើងជាធម្មតាមកបន្ទាប់ពីនេះសម្រាប់បងប្អូនដែលកំពុងទស្សនាវីដេអូនេះមិនទាន់បានចុច like ក៏ដូចជា subscribe កុំភ្លេចជួយចុច like និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗពី channel និង page របស់ខ្ញុំបាទជាបន្តទៀតមិនជាយូរប៉ុន្មានទេបន្តិចក្រោយមកបន្ទាប់ពីឃើញថាគ្រឿងទេសរបស់យើងបានច្បល់សព្វចូលគ្នាល្អហើយបាទគ្រឿងរបស់យើងណាចឹងចាំដើមធ្វើការបន្ថែមគ្រឿងផ្សំរបស់យើងចូលមកដាក់ជាមួយនឹងប៊ីចេងក៏ដូចជាស្ករសចំពោះទឹកត្រីឬក៏អំបិលដាក់បន្តិចបានទេដោយសារតែកាពិរបស់យើងប្រៃដែរអញ្ចឹងណាហើយចំពោះមុខម្ហូបនេះបើសិនជាយើងដាក់ជាមួយស្ករត្នោតគឺល្អខ្លាំងមែនតើអញ្ចឹងបន្ទាប់ដាក់គ្រឿងផ្សំរបស់យើងចូលហើយធ្វើការច្បល់គ្រឿងផ្សំរបស់យើងជាមួយគ្រឿងទេសរបស់យើងហ្នឹងឲ្យបានឈ្ងុយសព្វចូលគ្នាមកអញ្ចឹងឃើញថាបាទគ្រឿងខ្ទិះរបស់យើងចាប់ដើមក្លិនឈ្ងុយខ្លាំងមែនតើហើយយើងធ្វើការចាក់ខ្ទិះរបស់យើងមកល្មមចូលសិនមកបងណាបាទដាក់មកល្មមក៏បានឬក៏ដាក់ខ្ទិះដែលមានប្រមាណដាក់ទាំងអស់មកក៏បានដែរតែកុំឲ្យច្រើនពេកបងណាអញ្ចឹងរងចាំឲ្យខ្ទិះរបស់យើងពុះក៏ដូចជាឈ្ងុយជាមួយនឹងគ្រឿងទេសរបស់យើងចូលជាតិចូលគ្នាល្អហើយបងប្អូនយើងអាចធ្វើការភ្លក់ទៅលើគ្រឿងផ្សំមួយនេះសិនបានណាបងប្អូនណាបាទថាតើរសជាតិហ្នឹងរសជាតិត្រឹមត្រូវតាមការចូលចិត្តហើយឬនៅបើសិនជារសជាតិមិនទាន់ត្រឹមត្រូវតាមការចូលចិត្តទេអាចធ្វើការបន្ថែមគ្រឿងផ្សំបន្ថែមទៀតបានដូចជាទឹកដោះគោឬក៏បាទទឹកដោះគោខាប់ទឹកដោះគោស្រស់ឲ្យក៏បានដែរទៅតាមចំណូលចិត្តបងប្អូនណាបន្ទាប់ពីនេះបន្ទាប់ពីបងប្អូនយើងបានធ្វើការភ្លក់រសជាតិត្រឹមត្រូវតាមការចូលចិត្តហើយយើងធ្វើការដាក់បង្គារបស់យើងចូលមកក្នុងសម្លខ្ទិះរបស់យើងចូលមកបន្ទាប់មកធ្វើការច្បល់បង្គារបស់យើងជាមួយនឹងបាទសម្លខ្ទិះរបស់យើងហ្នឹងឲ្យបានចូលជាតិចូលជើគ្នាបានល្អមកចឹងមិនតិចទេតែមកអំពូទេបង្គារបស់យើងនឹងឆ្អិនហើយបាទវាមិនលក្ខណៈថាយូរទេបងប្អូនណាបាទតែមកអំពូទៅគឺបង្គាយើងឆាប់ឆ្អិនទេចឹងបង្គាយើងវាងាយឆ្អិនលឿនចឹងបងប្អូនធ្វើការបាទគ្រាន់តែដាក់ចូលក្នុងសម្លខ្ទិះរបស់យើងតែមកបន្តិចទៅគឺវាឆ្អិនស្រេចបាច់តែម្ដង
ហើយរសជាតិបង្គាក៏ដូចជារសជាតិខ្ទិះសម្លខ្ទិះបង្គារបស់យើងហ្នឹងគឺឆ្ងាញ់យកតែមែនតែនតែម្ដងហើយបើសិនជាដាក់បង្គាចូលហើយយើងភ្លក់រសជាតិទៅមិនទាន់ត្រឹមត្រូវទេបងប្អូនយើងអាចធ្វើការបន្ថែមបាទគ្រឿងផ្សំទៅតាមការចូលចិត្តរបស់បងប្អូនចឹងទៅហើយឃើញថាបង្គារបស់យើងណាពេលដែលដាក់ចូលសម្លខ្ទិះបែបនេះគឺឈ្ងុយខ្លាំងមែនតែនបាទក្លិនបង្គាក៏ដូចជាក្លិនខ្ទិះដូចជាក្លិនគ្រឿងទេសផ្សាយផ្សំចូលគ្នាហ្នឹងគឺតានាថាឈ្ងុយមែនតែនហើយរសជាតិវិញគឺអែមស្រែមតែម្ដងបាទมันអាចចិនណាយទេនៅពេលដែលយើងយូរបានញ៉ាំជាមួយបង្គាខ្ទិះនេះម្ដងគឺពិសេសខ្លាំងមែនតែនចឹងបងប្អូនអាចធ្វើការសាកល្បងក្នុងការស្លបង្គាខ្ទិះនេះញ៉ាំបានបើសិនជារសជាតិបែបណាកុំភ្លេចខមមិនខាងក្រោមវីដេអូនេះផងណាបងប្អូនណាមួយវិញទៀតបើសិនជាចង់ឲ្យសម្លបង្គាខ្ទិះរបស់យើងនេះបាទកាន់តែមានក្លិនឈ្ងុយយើងបន្ថែមជាមួយនឹងល្ខោចសើចបាទចិត្តវាចេះស្ដាងមកជាមួយម្ទេសរបស់យើងនឹងដាក់ឲ្យមើលទៅមានសោភ័ណភាពបាទក៏ដូចជាបង្កើននៅក្លិនក៏ដូចជាបង្កើននៅសោភ័ណភាពបាទរសជាតិជាមួយនឹងបង្គាខ្ទិះរបស់យើងនឹងឯងចឹងសម្រាប់បង្គាខ្ទិះដែលខ្ញុំបានបង្ហាញនេះគឺឆ្អិនចប់សពគ្រប់តែប៉ុណ្្នឹងឯងសង្ឃឹមថាបងប្អូនអត់ទាន់អ្វីដែលខ្ញុំបានពន្យល់ក៏ដូចជាអធិប្បាយក្នុងវីដេអូនេះអធិស្ឋានបើសិនជាការអធិប្បាយរបស់ខ្ញុំមានការលើសលួសខ្វះខាតក៏ដូចជាខុសឆ្គងត្រង់ពាក្យពេចន៍ណាមួយចូលចិត្តវីដេអូនេះកុំភ្លេចជួយចុច Like និង Subscribe ដើម្បីទទួលបានវីដេអូថ្មីៗពី Channel និង Page របស់ខ្ញុំបាទជាបន្តទៀតចឹងសម្រាប់ពិធីនៃការធ្វើបង្គាខ្ទិះគឺមានតែប៉ុណ្្នឹងឯងមានយោបល់យ៉ាងណាបងប្អូនអាចធ្វើការ comment នៅក្រោមវីដេអូនេះបានហើយមើលទៅឃើញថាបង្គារបស់ខ្ញុំនេះពិតជាទំនងគួរចង់ទទួលទានដែរឬទេកុំភ្លេចជួយ comment ប្រាប់ផងថាតើខ្ញុំធ្វើបង្ហាញបងប្អូននេះថាតើទំនងញ៉ាំដែរឬក៏អត់បាទហើយរូបភាពដែលទទួលបានហ្នឹងគឺច្បាស់ល្អដែរឬក៏អត់ហ្នឹងហើយបងប្អូនណាចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនជួបគ្នាវីដេអូក្រោយជម្រាបលា